របៀប generate របាយការណ៍ធានានុប្រវត្តិលក់ឬ e-filing cell នៅក្នុងប្រព័ន្ធ Maxu ដើម្បីមើលរបាយការណ៍ធានានុប្រវត្តិលក់ឬ e-filing cell ទី1សូមចូលទៅកាន់មុខងារ accounting បន្ទាប់មកចុចលើ compliance រួចចុចលើ sale នោះអ្នកនឹងឃើញនៅរបាយការណ៍ធានានុប្រវត្តិលក់ទាំងអស់ដែល generate ចេញពីវិក័យប័ណ្ណលក់ដើម្បីបានរបាយការណ៍បែបនេះបានជាក់ស្ដែងអ្នកត្រូវបង្កើតវិក័យប័ណ្ណលក់ជាមុនសិនដោយចូលទៅកាន់ customer បន្ទាប់មកចុចលើ invoice ជាឧទាហរណ៍ខ្ញុំសូមចូលទៅកាន់វិក័យប័ណ្ណដែលមានស្រាប់ដែលមាន status ជាត្រាប់នៅឡើយបន្ទាប់មកនៅត្រង់ e-filing tab សូមបញ្ចូលបរិយាយរួចនៅត្រង់ invoice line អ្នកត្រូវចាប់ប្រភេទពន្ធនិងអត្រាពន្ធទៅតាមជាក់ស្ដែងបន្ទាប់មកចុច save រួចចុចផុសនៅពេលអ្នកត្រឡប់មករបាយការណ៍ធានានុប្រវត្តិលក់វិញអ្នកនឹងឃើញនៅវិក័យប័ណ្ណលក់រួមជាមួយនឹងតម្លៃពន្ធយ៉ាងដូច្នោះដែរមួយវិញទៀតអ្នកក៏អាចផ្លាស់ប្ដូររូបិយប័ណ្ណបានដោយចុចលើ option រួចជ្រើសរើសរូបិយប័ណ្ណដែលអ្នកចង់មើលរួចចុច apply ឬមួយទៀតអ្នកក៏អាចមើលទៅតាមខែជាក់លាក់បានដូចគ្នាជាទូទៅប្រសិនបើអ្នកឃើញបែបនេះមានន័យថាអ្នកពុំទាន់បំពេញព័ត៌មានរបស់អតិថិជនបានត្រឹមត្រូវទៅតាមការតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារនៅឡើយដើម្បីជាជំនួយអ្នកអាចមើលនៅវីដេអូនៅខាងចុងបានចំពោះត្រង់នេះវិញអ្នកអាចមើលបានពីទម្រង់ web និង desktop ហើយអ្នកក៏អាចទាញយករបាយការណ៍នេះទៅប្រកាសពន្ធបានយ៉ាងងាយស្រួលផងដែរ